សួស្តីបងប្អូនថ្ងៃនេះខ្ញុំចង់ចែករំលែកទាក់ទងទៅនឹង Kling AI ធ្វើម៉េចយើងអាចទទួលបាន credit ដើម្បី generate វីដេអូដោយមិនមានដែនកំណត់ហើយបងប្អូនមិនចាំបាច់ដូរ account មិនចាំបាច់បង្កើត email ថ្មីគឺបងប្អូនមានតែ account តែមួយហើយបងប្អូនអាចទទួលបាន credit ដោយមិនកំណត់គឺបងប្អូនអាចប្រើតែ account មួយមិនចាំបាច់បង្កើត account ដូរចុះដូរឡើងទេអញ្ចឹងបងប្អូនមើល account របស់ខ្ញុំក្នុងនេះគឺខ្ញុំមាន bonus credit 2531 bonus credit ហើយ bonus credit ហ្នឹងគឺបងប្អូនមើល history របស់វាគឺខ្ញុំបង្កើត account នៅថ្ងៃទី25ខែ5ខ្ញុំបានទទួល free credit 166ហ្នឹងបងប្អូនគ្រប់គ្នាពេលបង្កើតគឺនឹងបានដូចគ្នាហើយប៉ុន្តែអ្វីដែលសំខាន់គឺ bonus credit គឺខ្ញុំបាន680នេះនៅថ្ងៃ26ហ្នឹងហើយដោយសារពេលដែលខ្ញុំបាន credit ហើយខ្ញុំប្រើទៅវាពិបាកប្រើពេកដោយសារអា free account ហ្នឹងគឺយើង generate ទៅរងចាំយូរខ្ញុំក៏ update membership បានទទួលតែ660ទេក្នុងមួយខែអាហ្នឹងបើសិនជាបងប្អូន pay លុយតែអា680នេះគឺជា credit ដែលគេ free ឲ្យទោះបីជា account បងប្អូន free ឬ account បង់លុយក៏ដោយអញ្ចឹងបើបងប្អូនអាចរងចាំបានដែលប្រញាប់ទេប្រើ free account ក៏ទទួលបាន credit នឹងដែរហើយបងប្អូនឃើញអានេះនៅថ្ងៃទី26បន្ទាប់មកនៅថ្ងៃទី27ខ្ញុំបាន680 credit ទៀតនៅថ្ងៃ27នឹងដដែលខ្ញុំបានទទួល2ដងគឺ680 credit 2ដងគឺនៅថ្ងៃទី4ខែ6នេះខ្ញុំទទួលបាន680 credit ទៀតថ្ងៃ5ខែ6ខ្ញុំទទួលបាន680 credit ទៀតថ្ងៃ6ខែ6ខ្ញុំទទួលបាន680 credit ទៀតហើយ credit ហ្នឹងគឺខ្ញុំបានប្រើអស់ច្រើនគឺបងប្អូនមើល history របស់ខ្ញុំគឺខ្ញុំប្រើ generate វីដេអូមាន20 credit ខ្លះអស់70 credit ខ្លះ35 credit ខ្លះអញ្ចឹងបើសិនជាខ្ញុំអត់ប្រើទេ credit របស់ខ្ញុំអាចខ្ទង់ចូលទៅ 3-4000 credit អាហ្នឹងជា credit ដែលខ្ញុំទទួលបានអញ្ចឹងសួរថាធ្វើម៉េចដើម្បីបាន credit ហ្នឹងអញ្ចឹងមុននឹងខ្ញុំចាប់ដើមបើបងប្អូនចាប់អារម្មណ៍ហើយនឹងចង់ឲ្យខ្ញុំចែករំលែកទាក់ទងនឹងចំណេះដឹងផ្សេងដទៃផ្សេងទៀតបងប្អូនសូមជួយ Subscribe Channel របស់ខ្ញុំហើយចុច Like និង Share វីដេអូនោះផងដើម្បីឲ្យគ្នាយើងបានដឹងនិងចែករំលែកចំណេះដឹងនេះទៅដល់ទាំងអស់គ្នាអញ្ចឹងមករបៀបទទួលបាន credit ដើម្បីទទួលបាន credit ហ្នឹងគឺបងប្អូនគេចូលមកក្នុង profile page របស់យើងហើយយើង share short វីដេអូគេតម្រូវឲ្យយើង share short វីដេអូនៅក្នុង Kling AI ហ្នឹងទៅក្នុងមួយវីដេអូបងប្អូននឹងទទួលបាន680 credit អញ្ចឹងបើបងប្អូន click លើអាកន្លែងនេះreceive one more credit to earn 5 bonus credit នេះ click លើហ្នឹងគេមានប្រាប់យើងឲ្យកន្លែង publishing bonus គឺបងប្អូន publish short បងប្អូននឹងទទួលបាន680 credit every time អញ្ចឹងបងប្អូនចុចលើ publish នេះមកហើយបងប្អូនកុំភ្លេចមើលកន្លែងខាងលើវាមាន creative ហើយនិង short អញ្ចឹងបងប្អូនយក short កុំយក creative ព្រោះ creative គឺអត់បាន bonus credit ទេតើតែ click លើ short ហ្នឹងហើយបងប្អូន click កន្លែងនេះមកហើយយើងរក short វីដេអូណាដែលយើងបង្កើតហើយអញ្ចឹងឧទាហរណ៍ខ្ញុំមានវីដេអូមួយខ្ញុំចង់ upload ទៀតដើម្បីខ្ញុំទទួលបាន bonus បន្តគឺខ្ញុំយកវីដេអូនេះចុះដើម្បី share អញ្ចឹងបងប្អូនចុច open upload វាមកវានឹង loading ចូលចាំបងប្អូនចាំវាបន្តិចដោយសារវីដេអូយើងអាចថាវាទំហំនឹងធំដែរអញ្ចឹងពេលវា loading មកយើងទៅសេ title នេះបន្តិចទៅឧទាហរណ៍ថាយើងដាក់ title វីដេអូរបស់យើងខ្លីៗមកcat order pizza កន្លែងនេះបងប្អូនមិនបាច់សេច្រើនទេសេដូចគ្នាចឹងមក cat order pizza ហើយចុច publish ហ្នឹងហើយអញ្ចឹងបងប្អូនមកមើលនៅក្នុង profile របស់យើងអាកន្លែងនេះយើងយក short អញ្ចឹងឃើញបងប្អូនអាច refresh វាមកយកកន្លែងនេះយក short អញ្ចឹងវីដេអូរបស់យើងគឺបងប្អូនមើលកន្លែងនេះគឺ under review បានន័យថាខាង Kling AI គេនឹង review អញ្ចឹង review នេះអាច take time អាចចំណាយពេលមួយថ្ងៃឬក៏ទៅដល់មួយអាទិត្យអាស្រ័យទៅលើអត់ទៀងដែរព្រោះវីដេអូខ្លះខ្ញុំ upload ទៅគឺស្អែកឡើងគេ approve
ជួនកាលវីដេអូខ្លះដល់ទៅមួយអាទិត្យបានគេ approve អញ្ចឹងនេះជាវីដេអូចាស់ៗដែលខ្ញុំបាន upload ទៅឃើញបងប្អូនមានវីដេអូខ្ញុំមាន1 2 3 4 5 6អញ្ចឹង6វីដេអូហ្នឹងដែលខ្ញុំបានទទួល680 credit 6ដងហើយវីដេអូនេះគេនឹង review អញ្ចឹងបងប្អូនកុំ upload វីដេអូជាន់គ្នាវីដេអូថ្មីជាវីដេអូ short តែជាង1នាទីអញ្ចឹងពេលដែលគេ review ចប់គេនឹង approve បងប្អូននឹងទទួលបាន credit ទេហើយពេលទទួលបាន credit បងប្អូនមកមើលនៅកន្លែង profile របស់យើងនឹងឃើញ credit នេះឡើងហើយនៅក្នុងកន្លែង message កន្លែង notification នេះក៏គេមានប្រាប់ដែរនេះបងប្អូនមកឃើញ successful post កាលណាមាន successful post យើងនឹងទទួលបាន credit ហើយ click លើហ្នឹងទៅនេះគេប្រាប់យើងថាយើងបានទទួល successful post អញ្ចឹងយើងនឹងមក check នៅក្នុងcredit របស់យើងគឺនឹងទទួលបានអញ្ចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងសង្ឃឹមថានឹងអាចជួយឲ្យបងប្អូនងាយស្រួលក្នុងការ generate clean AI វីដេអូនេះដោយមិនចាំបាច់ដូរ account ចុះឡើងដោយមិនចាំបាច់បង្កើត account ច្រើនព្រោះ free account បានតែ166 credit ទេបើបងប្អូនអត់ទទួលបាន free credit នេះអញ្ចឹងបើបងប្អូនចូលចិត្តវីដេអូនេះហើយចង់ឲ្យខ្ញុំចែករំលែកវីដេអូផ្សេងៗទៀតទាក់ទងនឹងចំណេះដឹងដោយមិនចាំបាច់ចង់និយាយថាពិបាកស្វែងរកកន្លែងផ្សេងបងប្អូនមើលតែវីដេអូខ្ញុំទៅអាចបានចំណេះដឹងច្រើនសូមបងប្អូនកុំភ្លេច Subscribe Like និង Share វីដេអូនេះផងអរគុណច្រើនបាទ